មនុស្សជាច្រើនបានដឹងសឹងគ្រប់គ្នាទៅហើយថាប្រជាប្រិយភាពរបស់គណៈបកកណ្ដាលអំណាចនៅក្រៅការបោះឆ្នោតកាលពីចុងខែកក្កដាឆ្នាំ2013កន្លងទៅនេះបានធ្លាក់ចុះយ៉ាងដុនដាបតែម្ដងពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសអ្នកខ្លះស្រែកតាំងពីមុខសេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិករហូតដល់ស្ថានទូតខ្មែរក្នុងក្រុង Washington ទាមទារឲ្យអាមេរិកដាក់សម្ពាធឲ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតនិងទាមទារឲ្យលោកហ៊ុនសែនចុះចេញពីតំណែងរីឯប្រជាប្រិយភាពរបស់គណៈបកសង្គ្រោះជាតិនៅកលៈទេសៈនេះវិញមានការកើនឡើងខ្លាំងហើយនៅកំពុងបន្តកើនឡើងបើទោះបីជាកងកម្លាំងប្រដាប់អាវុធរបស់លោកហ៊ុនសែនបានសម្លាប់ក្រុមបាតកោចំនួន7នាក់នៅក្រៅការបោះឆ្នោតបំបែកវងបាតកោយ៉ាងហិង្សាចេញពីទីលានប្រជាធិបតេយ្យនិងព្យាយាមបំបែកសាមគ្គីភាពរបស់ក្រុមមេដឹកនាំបកប្រឆាំងទាំងពីរម្ដងហើយម្ដងទៀតយ៉ាងណាក៏ដោយមិនថាតែប្រជាពលរដ្ឋសាមញ្ញក្នុងស្រុកអាជីវករលក់ដូរកំពេចកំពុកក្នុងផ្សារគ្រូបង្រៀនមន្ត្រីរាជការសិស្សសាលាយោធានិងព្រះសង្ឃដូនជីនិងតាអាចារ្យប៉ុណ្ណោះទេដែលកំពុងគាំទ្រគណៈបកសង្គ្រោះជាតិដោយទឹកបាក់ទំនប់ទប់លែងបាននោះតែក៏មានពលរដ្ឋខ្មែរនៅក្រៅប្រទេសនិងមន្ត្រីជាន់ខ្ពស់នៃបណ្ដាប្រទេសលោកសេរីក៏បានគាំទ្រយ៉ាងពេញទំហឹងផងដែរប្រជាប្រិយភាពរបស់គណៈបកសង្គ្រោះជាតិដែលកំពុងរីកលូតលាស់នេះមិនមែនមកពីបុគ្គលលោកសំរងស៊ីនិងលោកកឹមសុខាប៉ុណ្ណោះទេប៉ុន្តែដោយសារចរន្តប្រជាធិបតេយ្យបានពុះកញ្ជ្រោលកាន់តែខ្លាំងឡើងក្រោយពេលបកសិទ្ធិមនុស្សនិងបកសំរងស៊ីច្របាច់បញ្ចូលគ្នានៅថ្ងៃទី18ខែកក្កដាឆ្នាំ2012ម្យ៉ាងទៀតនៅស្របពេលដែលក្តីសង្ឃឹមរបស់មហាជនគ្មានទីពឹងគ្មានការទទួលខុសត្រូវពីសំណាក់រដ្ឋាភិបាលគ្មានការយកចិត្តទុកដាក់ដល់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃស្របពេលដែលតុលាការផ្ដល់យុត្តិធម៌ឲ្យតែខាងនាយទុននិងក្រុមអ្នកមានអំណាចនោះប្រជាប្រិយភាពរបស់គណៈបកសង្គ្រោះជាតិមានការកើនឡើងខ្ពស់នេះក៏នៅចំពេលដែលសម្លេងម្ខាងទៀតគឺក្រមរាជានិយមអវត្តមានពីពិភពនយោបាយហើយគ្មានបកផ្សេងទៀតដែលមានសមត្ថភាពនិងលទ្ធភាពក្នុងការប្រកួតប្រជែងលើពីនេះទៅទៀតការបង្ក្រាបបាតកម្មយ៉ាងចាស់ដៃនៃកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលនៅលើផ្លូវវែងស្រេងកាលពីឆ្នាំ2014ការប្រើប្រាស់កងកម្លាំងបំបែកបាតកោរបស់បកសង្គ្រោះជាតិពីទីលានប្រជាធិបតេយ្យការវាយបង្ហូរឈាមបង្ករបួសស្នាមដល់ក្រុមអ្នកតវ៉ារួមមានយុវជនព្រះសង្ឃសូម្បីអ្នកធ្វើដំណើរតាមដងផ្លូវមិនត្រឹមតែធ្វើឲ្យបកប្រឆាំងស្រូបយកប្រជាប្រិយភាពពីបកកណ្ដាលអំណាចដោយមិនចាំបាច់ខំប៉ុណ្ណោះទេប៉ុន្តែកាន់តែធ្វើឲ្យកម្ដៅនៃកំហឹងមហាជនពុះកញ្ជ្រោលប្រឆាំងនឹងការដឹកនាំរបស់បកកណ្ដាលអំណាចទៅទៀតអ្នកវិភាគឯករាជ្យលោកបណ្ឌិតឡៅម៉ុងហៃមានប្រសាសន៍ថាប្រសិនបើមេដឹកនាំនៃរបបមួយជួបវិបត្តិស្រុតចុះខាងប្រជាប្រិយភាពនិងវិបត្តិនៃការអស់ជំនឿពីមហាជននោះអំណាចនៃការគ្រប់គ្រងប្រទេសក៏នឹងអាចជួបវិបត្តិដូចគ្នានេះដែរហេតុអីបានជាមានការក្រាបហើយក៏ចិត្តតទៅទៀតគឺខ្ញុំថាប្រហែលជាសន្ទុះឬក៏ការគ្រប់គ្រងឬក៏ការទៀមទាចង់បានរបស់ប្រជាពលរដ្ឋនឹងគឺដូចជាមិនស្របទេតាមមើលណាបាទក៏ប៉ុន្តែប្រជាប្រិយភាពរបស់បកកណ្ដាលអំណាចក៏អាចកើនឡើងបានដែរគឺនៅពេលបកមួយនេះចិត្តសឿងហ៊ានកែតម្រង់ស៊ីជម្រៅក្នុងការដឹកនាំប្រទេសជាតិគឺបំបត្តិអំពើពុករលួយយ៉ាងអនាធិបតេយ្យពីថ្នាក់លើដល់ថ្នាក់ក្រោមហើយធ្វើឲ្យប្រព័ន្ធតុលាការឯករាជ្យនោះប្រធានក្រុមប្រឹក្សាភិបាលរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកអ៊ូវរៈមានប្រសាសន៍ថាស្របពេលដែលមានការទាមទារឲ្យបកកណ្ដាលអំណាចធ្វើការកែតម្រង់ផ្ទៃក្នុងបកនិងប្រព័ន្ធដឹកនាំរដ្ឋប្រកបដោយប្រសិទ្ធភាពនោះបកប្រឆាំងក៏ត្រូវធ្វើកំណែតម្រង់គោលនយោបាយរបស់ខ្លួនឲ្យមានប្រជាធិបតេយ្យផ្ទៃក្នុងដើម្បីជៀសវាងភាពប្រឆាំងរវាងមេដឹកនាំបកទាំងពីរទៅថ្ងៃអនាគតម្យ៉ាងទៀតដើម្បីធ្វើឲ្យក្បាលម៉ាស៊ីនបកមានអំណាចជាងបុគ្គលដែលជាអ្នកដឹកនាំហើយមានតម្លាភាពក្នុងការគ្រប់គ្រងចំនួនសុខភាពបកប្រឆាំងដូច IBM ដូច iPhone ដូច Apple ដូចអីចឹងគឺជោគជ័យគឺធ្វើឲ្យមនុស្សឲ្យកតោមភាពជោគជ័យធ្វើឲ្យមនុស្សអត់ប្រងកាយព្រោះយល់ថាអីយើងធ្វើជោគជ័យរឿងអីយើងត្រូវវាយចាំឲ្យកាយហើយបើសិនជាអត់កាយបាននេះតែមិនបាននេះគណៈបកប្រឆាំងទៅជាអ្នកដែលមិនព្រមមិនមានឆន្ទៈកាយវិញមិនព្រមកាយវិញហើយក៏កត្តាមួយសំខាន់ដែរហើយគណៈបកប្រឆាំងបើសិនជាអត់កាយទេប្រហែលអាចប្រឆាំងបើសិនជាអត់របៀបមិនចូលបាក់រឿងមកអានឹងកាច់សម្ព័ន្ធបកឲ្យមានប្រជាធិបតេយ្យផ្ទៃក្នុងបកបើសិនជាអត់មានប្រជាធិបតេយ្យផ្ទៃក្នុងបកពឹងផ្អែកលើបុគ្គលពីរអង្គបុគ្គលពីរអង្គនឹងងាយស្រួលក្នុងក្នុងការឆ្លុះគ្នាប៉ុន្តែបើបកជារួមវិញចំណែកជារួមវិញអំណាចរួមវិញមិនងាយឆ្លុះទេគណៈបកសង្គ្រោះជាតិបង្កើតឡើងផ្អែកលើគោលការណ៍បែងចែកគណៈកម្មការ3ដាច់ពីគ្នាប្រកបដោយតម្លាភាពគឺគណៈកម្មការប្រតិបត្តិគណៈកម្មការនយោបាយនិងគណៈកម្មការវិន័យបើទោះបីជាគណៈកម្មការទាំង3ជាមូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យផ្ទៃក្នុងរបស់គណៈបកប្រឆាំងក៏ដោយក៏លោកកឹមសុខាអនុប្រធានគណៈបកសង្គ្រោះជាតិបានយល់ស្របជាមួយទស្សនៈរបស់លោកអ៊ូវរៈដែលចង់ឲ្យបកប្រឆាំងធ្វើការកែតម្រង់ផ្ទៃក្នុង
លោកកឹមសុខាបញ្ជាក់ថាអ្វីដែលគណៈបកប្រឆាំងត្រូវធ្វើចំពោះមុខគឺការកែតម្រង់នៃការអនុវត្តជាក់ស្ដែងលើរចនាសម្ព័ន្ធដែលមានស្រាប់ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតដូចជាការដែលយើងសម្រាប់កិច្ចការគោលនយោបាយធំគឺយើងត្រូវតែយកមកឆ្លងតាមយន្តការគណៈកម្មការយោគគណៈកម្មការចន្ទ្រៃឲ្យបានទៀងទាត់យ៉ាងហើយថ្ងៃយើងកំពុងតែបរិញ្ញាហ្នឹងយើងកំពុងឲ្យជួននីតិទៅគណៈកម្មការយោគគណៈកម្មការចន្ទ្រៃហ្នឹងដើម្បីធ្វើការងារហ្នឹងឲ្យទៀងទាត់កុំឲ្យសម្រាប់2-3នាក់គឺយើងអត់ឲ្យមានអញ្ចឹងណាយើងកំពុងបរិញ្ញាហ្នឹងតែមិនមែនមានន័យថាកន្លងមកយើងអត់មានទេយើងធ្វើតាមប្រព័ន្ធហ្នឹងហើយប៉ុន្តែយើងចង់ឲ្យប្រព័ន្ធហ្នឹងវាដើររស់រវើកលោកកឹមសុខាបញ្ជាក់ថាដើម្បីឲ្យប្រជាប្រិយភាពរបស់បកប្រឆាំងនៅគង់វង្សយូរអង្វែងនោះបកប្រឆាំងត្រូវខិតខំបំពេញចាត់រាសក្នុងការទាមទារឲ្យមានការផ្លាស់ប្ដូរការដឹកនាំសង្គមហើយមេបកប្រឆាំងទាំងពីរមិនត្រូវបែកបាក់គ្នាដោយប្រការណាមួយឡើយខ្ញុំតាំងសារ៉ាដាវត្ថុអាស៊ីសេរីពីរដ្ឋធានី